hay cho pui vía dương dương bây giờ chua hoa chẳng tới dương tục pui với khạc chà tục kiên tục kiên chẳng bên đây ta cái tục kiên tới về đọc tới vi tranh bay mê chơi chợ những tới mai Japan khán nó smile Japan chà smile Japan mấy cái tu chẳng bông xua lắm bông này smile Japan chơi không ba bông tao dương từ mưa bông dương của bông tại chua smile hay smile của phết ní cứ chia smile sầm rạp kia làm o không xuống khôngประเภท smile บารัง smile ចឹងទៅហើយមាន smile ជៀន smile ចឹងបងប្អូននេះមើលឃើញបងបងស្រីគាត់កំពុងតែធ្វើឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាអូយើងដើរកាត់តាមនេះអត់អីណាបងដើរតាមនេះអត់អីទេបងណាឃើញ smile ខោនេះបងប្អូនsmile ទាំងអស់ហ្នឹងគឺសិតតែ smile លម្អសួនប៉ុន្តែបងប្អូនមានឆ្ងល់ហេតុអីបានគាត់បោកទៅបោក smile នឹងវិញដោយសារគេសម្អាត smile គេយកតែ smile ប្រភេទ smile បារាំងនេះទេអា smile ដែលដុសនេះគឺគាត់ត្រូវសម្អាតចេញវាសួរបងទាំងអស់គ្នាបាទជំរាបសួរចាបងមិនអ៊ំបងបានអ៊ំក៏បាននិយាយក៏បានដែរបងស្រីណាអានេះគេហៅប្រភេទ smile បារាំងបងណាចា smile ម៉ាឡេ smile ម៉ាឡេអូហៅខុសទៀត smile ម៉ាឡេប៉ុន្តែយើងសម្អាតអានេះសម្អាតវាចោលចាហ្នឹងរយៈពេលប្រហែលទៀតបានយើងប្រមូលផលបានហ្នឹងមួយខែកន្លះចាក្នុងមួយខែកន្លះយើងឈូសវាចឹងទៅចាតែនៅតំបន់នេះគេប្រភេទតាស្មៅប្រភេទនេះទេមានស្មៅម៉ាឡេហើយនឹងស្មៅជប៉ុនខាងនោះស្មៅជប៉ុនចាអូស្មៅជប៉ុនមិនទៅទូចឹងបងស្មៅជប៉ុនគេចឹងធំបានបងប្អូនទាំងអស់គ្នានេះពួកបងគាត់កំពុងតែសម្អាតស្មៅហើយបងប្អូនឆ្ងល់ហើយចុយដាំស្មៅហើយមិនចូលសម្អាតស្មៅចានេះស្មៅព្រៃតែមួយស្មៅព្រៃមួយមានន័យថាស្មៅនេះគេអាប្រភេទស្មៅដែលគាត់សម្អាតគេហៅស្មៅកវាញ់ជ្រូកអាហ្នឹងគេអត់យកទៅលម្អទេដល់ពេលយើងដាំចូលលាយវាដុសលាយគ្នាមកគេត្រូវសម្អាតចោលដើម្បីទុកតែស្មៅប្រភេទនេះដើម្បីគេឈូសយកទៅធ្វើលម្អតាមសួនតាមផ្ទះឬក៏តាមបរិយាអីធំអញ្ចឹងទៅដែលគេចូលចិត្តសម្អាតចូលចិត្តដាក់លម្អអញ្ចឹងបងប្អូនប្រភេទស្មៅហ្នឹងគេគិតមិនដែរបងពេលឈូសពេលគេលក់មួយការ៉េឥឡូវក៏ថោក៏នឹងបានទៅ6កាក់ក្នុងមួយការ៉េ6កាក់ចាអូអញ្ចឹងប៉ុន្តែគាត់នៅថារយៈពេលដាំរហូតដល់5 6ខែខែកន្លះមួយខែកន្លះហើយណាមួយខែកន្លះយើងប្រមូលផលបានជុំអាហ្នឹងយើងអត់មានកំណត់រយៈពេលគឺប្រមូលហើយយើងដាំតទៅទៀតចាបើអត់ដាំវាសាអញ្ចឹងប៉ុន្តែហើយចុះពូជវាយើងពេលយើងឈូសអញ្ចឹងទៅយើងទុកពូជវាខ្លះចាទុកគៀនទៅអញ្ចឹងមានន័យថាទុកគៀនទៅវាពេលវាដុកទៅវាចេញបែកមេទៅច្រើនអញ្ចឹងទៅបងប្អូនហ្នឹងហើយចុះអានេះនៅក្នុងនេះគេហៅតំបន់នេះគេដែរបងចានៅក្នុងកន្លែងស្មៅហ្នឹងគេហៅតំបន់ភូមិឃុំនេះទេដែរហ្នឹងឃុំស្អាតឃុំបរិតមេស្អាតណោះឃុំបរិតមេចាឃុំស្អាតស្រុកសាច់កដាខេត្តកដាលយើងបងប្អូនសិតតែបងប្អូនគាត់ផ្នែកខាងធ្វើស្មៅដាំស្មៅនៅខាងហ្នឹងគឺនៅខាងស្រុកសាច់កដាលហើយស្មៅនៅបងប្អូនឃើញគឺតំបន់គាត់គឺសិតតែអ្នកធ្វើស្មៅទាំងអស់តែពេលនេះពេលខ្លះកន្លែងខ្លះក៏គាត់បានប្រមូលផលហើយខ្លះគាត់នៅកំពុងតែឈូសយកស្មៅហ្នឹងនោះនៅក្រោយខ្នងបងប្អូនឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាខ្ញុំទៅជួបខាងបងប្អូនយើងកំពុងតែឈូសតែម្ដងតែគាត់របៀបនៃការប្រមូលរបស់គាត់ហ្នឹងគេធ្វើមិនបងប្អូនឃើញស្រាប់គឺដូចជាគាត់មានរបៀបឈូសមូលជាដំអញ្ចឹងទៅបាទជំរាបសួរបងទាំងអស់គ្នាបាទជំរាបសួរញាប់ដៃដល់ហើយចិត្តហើយបងណាអូនេះបងប្អូនប្រភេទស្មៅម៉ាឡេហ្នឹងគឺគាត់សម្រាប់ពេលដែលប្រមូលគឺគេឈូសបែបហ្នឹងឈូសអាហ្នឹងគេឈូសយកកម្រាស់ឬមិនចឹងបងអញ្ចឹងខ្ញុំចង់សួរបងតិចថាអានេះយើងរយៈពេលប៉ុន្មានទេបានយើងប្រមូលបានទេបងអានេះវាបងធ្វើធម្មតាទៅអីទេកុំឲ្យខាតពេលពីឆ្នាំមួយខែកន្លះ2ខែអីអញ្ចឹងទៅតាមការថែទាំរបស់យើងបាទអញ្ចឹងកម្ពស់វាគឺយើងយកតែប៉ុណ្្នឹងបងណាបាទអញ្ចឹងអានេះបានផលបងប៉ុណ្្នឹងបានហើយបាទប៉ុន្តែការប្រមូលយើងសេតទំហំវាប៉ុណ្្នឹងក៏មិនដែរបងនិយាយថាមកផ្ទាំងវាយើងប្រើប្រហែលទឹកទៅក្នុងមួយផ្ទាំងវាយើងអាចអានេះវាកន្លះម៉ែត្រប ម៉ែត្រតែបដោយចេះយើងអត់គិតទេ1ម៉ែត្រមានតែតឹងចេះកន្លះម៉ែត្របដោយចេះ1ម៉ែត្រគិតទៅ1ម៉ែត្រ4ជុំបង1ម៉ែត្រ4ជុំហ្នឹងយើងគិតវាកន្លះអូអញ្ចឹងបងអញ្ចឹងក្នុងម្ដុំហ្នឹងមានន័យថាបដោយវាកន្លះម៉ែត្របដោយចេះ
1 ម៉ែត្រទៅតឹងហ្នឹងកន្លះម៉ែត្រហ្នឹងហើយហើយដល់ពេលរយៈពេលនៅក្នុងការដាំគឺ1 ខែទៅ1 ខែកន្លះក្នុងការថែទាំតាមនឹងតាមការថែទាំអញ្ចឹងទៅ បាទបងបាទ អូ 1 ខែកន្លះឡើង2 ខែ ដល់2 ខែអញ្ចឹងទៅ ជន់ស្មៅវា ចូលខ្ញុំឆ្ងល់មួយទៀតបងហើយយើងដាំអញ្ចឹងហើយយើងគិតតែឈូសរហូតអញ្ចឹងហើយដីអញ្ចឹងมันខូងអស់ហើយអាហ្នឹងគេធ្វើមិនទៀតអូមានន័យថាពេលដែលគេឈូសអញ្ចឹងទៅមើលតែវាទៀបទៅយើងចាក់ដីថែមអញ្ចឹងទៅអូអញ្ចឹងបានខ្ញុំឆ្ងល់ថាចូលបើគិតតែឈូសរហូតអញ្ចឹងហើយมันខូងដីអស់ហើយ វាទៀបចាក់ដីថែមទៀត អូបាទហើយយើងមួយមុខហ្នឹងយើងត្រូវប្រើ2 នាក់អញ្ចឹងហ្មងឈូស2 នាក់អញ្ចឹងហ្មង 2 នាក់បងដោយសារវាត្រូវការលឿនណាបង បាទចូលអាហ្នឹងចូលប្រភេទបែបហ្នឹងបងខែវស្សាយើងប្រមូលកើតដល់គឺខែភ្លៀងណា កើតលៀងកើតបងគាត់ថាវាវាក់ឈូសបន្តិចវា ចូលអូទីហោបើសិនជាវាភ្លៀងទៅដល់ពេលប្រមូលផលវាមិនភ្លៀងមកមិនហូរអានេះអស់ វាសើមមក សើមហូរហើយធ្ងន់ទៀតត្រូវអត់ បាទ អូ ដល់ពេល ដល់ពេលយើងប្រមូលជារួចរាល់អស់ជាដុំអញ្ចឹងឡានគេចុះឲ្យមកយកដល់កន្លែងនោះក៏មិន ឡានគេមកយក អូបងប្អូននេះឃើញទេពេលដែលគាត់ប្រមូលទៅគឺជាដុំអញ្ចឹងហ្មងតែហ្នឹងគេអត់គិតគីឡូបងហ្នឹងគេគិតដុំនឹងជាម៉ែត្រជាលុយហ្មង ជាដុំអញ្ចឹងគេគិតជាលុយ អូក្នុងអានេះគេហៅ1 ការ៉េដែរបង បាទ 1 ការ៉េហ្នឹងប៉ុន្មានកាក់ទៅ អត់ទៀងដែរបង តាមតម្លៃទីផ្សារឡើងតែឥឡូវបានប្រហែលដែរក្នុង1 ការ៉េវា អត់សូវដឹងដែរព្រោះចង់តែកាយឲ្យគាត់ដឹង បាទបងប្អូនប្រភេទនេះគេហៅថាប្រភេទស្មៅម៉ាឡេហើយរយៈពេលដាំគឺតាមការថែទាំវាមាន1 ខែឬក៏1 ខែកន្លះអញ្ចឹងទៅហើយការប្រមូលផលគឺរបៀបរបបនៃការប្រមូលគឺបងឃើញបងប្អូនឃើញចាក់ស្ដែងគឺបងគាត់ឈូសអញ្ចឹងហើយឈូសហ្នឹងមាន2 នាក់មួយកាត់មុខមួយឈូសតាមក្រោយអញ្ចឹងទៅហើយប្រភេទកវិតឈូសនេះបងប្អូនមុតទេណានេះហើយធ្ងន់ណាមិនស្រាទេតតែអ្នកកម្លាំងដៃដែរបានឈូសកើតចិត្ត2 គីឡូខ្ញុំឈូសមួយបានអត់បងមើលសាក់មើលអាហ្នឹងមុខវាធម្មតាបងកុំឲ្យខូចនេះបងប្អូនគេឈូសចឹងអូស្រួលទេបងប្អូននេះអត់មានថាខាងផ្ដាច់មុខប៉ុន្តែខ្ញុំប្រើដៃ2យើងអត់ជំនាញឡើងពេកអត់ដល់ដីអូខាងនេះខ្ញុំអត់ចេះស្ដាំទេចេះឆ្វេងបាទមិនបងបាទចេះឆ្វេងហើយយើងដាក់មកទៀតមកអូអត់ដាច់ឬអត់ទេបងអើយ អានេះយើងដំបងជុំចេះអញ្ចឹង ចិត្តខូចស្មៅបងប្អូនមិនមែនជារឿងងាយស្រួលទេណាយើងអត់ធ្លាប់ឃើញអត់តោះតែអ្នកចេះហើយចេះហើយត្រូវជំនាញទៀតមើលយើងអត់ចេះឃើញអត់ចាញ់ឬដាច់ឬអត់ទេហូមុតដៃទៀតអូយកបិតនេះមុតតែនេះមិនមែនអត់មុតទេបងប្អូនដាច់ដៃដោយសារយើងអត់ជំនាញបងប្អូនឃើញឈូសមកដាច់ បាទបងប្អូនទាំងគ្នាពីសកម្មភាពនៃបងប្អូនដែលយើងប្រមូលផលប្រភេទស្មៅម៉ាឡេនៅពេលនេះក៏បានឈានដល់ទីបញ្ចប់ហើយកន្លែងប្រមូលផលគឺនៅក្នុងភូមិគេហៅនៅក្នុងស្រុកសាច់កដាលខេត្តកដាលពេលនេះសូមអរគុណសូមគោរពលា